ចិនបដិសេធការចោទរបស់លោកត្រាំជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិកឆ្នាំ2020ប្រទេសចិនបានចេញមុខច្រានចោលទាំងស្រុងនៅការអះអាងរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលថាទីក្រុងប៉េកាំងនៅពីក្រោយការលួចទិន្នន័យបោះឆ្នោតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ2020យោងតាមសារព័ត៌មាន Daily Mail ចុះផ្សាយកាលពីថ្ងៃទី17ខែកក្កដាឆ្នាំ2025មួយការចោទប្រកាន់ដ៏ចម្រូងចម្រាសនេះកើតឡើងនៅចំពេលដែលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ីជីនពីងទៅកាន់សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់កាលពីយប់ថ្ងៃប្រហ័សបទលោកដូណាល់ត្រាំបានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ថាប្រទេសចិនបានលួចចូលប្រព័ន្ធទិន្នន័យអ្នកបោះឆ្នោតអាមេរិកដោយប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋរហូតដល់220លាននាក់ហើយលោកថែមទាំងចោទថាទីភ្នាក់ងារស៊ើបការសម្ងាត់ផ្ទាល់របស់អាមេរិកបានព្យាយាមលាក់បាំងភស្តុតាងទាំងនេះទៀតផងយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះមិនទាន់មានភស្តុតាងណាមួយបញ្ជាក់អំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតឆ្នាំ2020នៅឡើយទេអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបដោយហៅការចោទប្រកាន់របស់លោកដូណាល់ត្រាំថាជារឿងដែលប្រឌិតឡើងទាំងស្រុងហើយបានសង្កត់ធ្ងន់ថាប្រទេសចិនគ្មានចំណាប់អារម្មណ៍ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃការបោះឆ្នោតរបស់អាមេរិកទេក្រុងប៉េកាំងក៏បានព្រមានឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការយកបញ្ហាចិនទៅប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួនអ្វីដែលបិទមានភាពតានតឹងបែបនេះក្តីអ្នកនាំពាក្យសេតវិមានអ្នកស្រី Caroline Leavitt បានប្រាប់ទៅកាន់សារព័ត៌មាន CBS News ថាដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងនៅតែដំណើរការតាមការគ្រោងទុកដែលលោកស៊ីគ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កនៅថ្ងៃទី24ខែកញ្ញាដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់មេដឹកនាំចិនទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះកិច្ចប្រជុំកំពូលរវាងលោកដូណាល់ត្រាំនិងលោកស៊ីជីនពីងត្រូវបានគេរំពឹងថានឹងពិភាក្សាលើបញ្ហាជម្លោះពាណិជ្ជកម្មនិងបច្ចេកវិទ្យារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរយ៉ាងណាមិញអ្នកវិភាគមួយចំនួនយល់ថាការដែលលោកត្រាំលើកយកបញ្ហាបោះឆ្នោតចាស់មកនិយាយឡើងវិញនៅពេលនេះគឺជាយុទ្ធសាស្ត្រមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិដែលនឹងមកដល់ក្នុងពេលឆាប់ចំណែកខាងគណបកប្រជាធិបតេយ្យឲ្យវិញបានចោទប្រកាន់លោកត្រាំថាកំពុងព្យាយាមបង្កើតលេសទុកជាមុនដើម្បីបង្កើនការសង្ស័យលើលទ្ធផលបោះឆ្នោតដែលលោកមិនពេញចិត្ត